បាទសូមជម្រាបសួរទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីសេដ្ឋកិច្ចនិងទ្រព្យកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យគឺជាកម្មវិធីថ្មីដើម្បីចែករំលែកចំណេះដឹងនិងឱកាសវិនិយោគហើយជួបជាមួយខ្ញុំបាទសូរិទ្ធីជាអ្នកសម្របសម្រួលក្នុងកម្មវិធីនេះនៅក្នុងសប្តាហ៍នេះផងដែរយើងនឹងលើកយកប្រធានបទតម្លៃហាងឆេងមាសនិងលុយដុល្លារមកជជែកដោយទស្សនិកជនបានជ្រាបមកហើយគឺតម្លៃហាងឆេងមាសបានហក់ឡើងខ្ពស់ជាង$3000ក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុនឬស្មើនឹងប្រមាណ$3006ក្នុងមួយរំលឹងខណៈពេលដែលប្រាក់ដុល្លារថមថយតម្លៃហើយនៅក្នុងសប្តាហ៍នេះយើងនឹងមានអ្នកជំនាញពីររូបគឺលោកសេដ្ឋីរុំដែលជាអ្នកជំនាញខាងវិភាគសេដ្ឋកិច្ចសកលនិងជាអ្នកជួញដូរឧបករណ៍នេសាទរយៈពេល75ឆ្នាំហើយមួយរូបទៀតនោះគឺលោកយិនប៊ុនថេងគឺជាអ្នកជំនាញខាងបច្ចេកទេសដែលមានអាជ្ញាប័ណ្ណពីនាយកដ្ឋានមូលបត្រកម្ពុជាដែលនឹងមកធ្វើការចែករំលែកព័ត៌មាននិងចំណេះដឹងជូនដល់ទស្សនិកជនក្នុងសប្តាហ៍នេះបាទកុំឲ្យខាតពេលវេលាយូរយើងនឹងជួបវាគ្មិនទី1របស់យើងទាំងអស់គ្នាបាទសូមជម្រាបសួរលោកធីរុំបាទជំរាបសួរលោករដ្ឋីបាទលោកធីរុំដោយសារតែយើងឃើញតម្លៃមាសមានការហក់ឡើងខ្លាំងមួយរយៈចុងក្រោយនេះពោលគឺនៅកាលពីថ្ងៃសុក្រសប្តាហ៍មុនតើអ្វីទៅដែលជាកត្តាសំខាន់ដើម្បីជំរុញតម្លៃមាសឡើងខ្លាំងហើយធ្វើឲ្យប្រាក់ដុល្លារថមថយតម្លៃបាទជាក់ស្ដែងណាស់តម្លៃមាសបច្ចុប្បន្ននេះយើងឃើញថាមានសន្ទុះឡើងខ្លាំងមែនទែនបាទហើយទាំងអស់នោះមានកត្តាធំមួយចំនួនដែលធ្វើឲ្យតម្លៃមាសហក់ឡើងខ្លាំងបែបនេះបាទអញ្ចឹងកត្តាទី1នេះផ្ដោតទៅលើកត្តាពន្ធគយរបស់លោក Donald Trump ដែលគាត់បានដំឡើងពន្ធគយទៅលើបណ្ដាប្រទេសផ្សេងនៅក្នុងនោះមានកាណាដាមិចស៊ីកូចិនហើយប្រទេសទូទាំងពិភពលោកតែតម្លើងពន្ធគាត់ប៉ុណ្ណាគាត់អាចនឹងតម្លើងពន្ធនឹងប៉ុណ្ណឹងវិញបាទកត្តាទាំងអស់នេះដែលធ្វើឲ្យអ្នកវិនិយោគិនក៏ដូចជាអ្នកវិភាគមួយចំនួនបង្ហាញថាសញ្ញាមិនល្អសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលអាចនឹងសេដ្ឋកិច្ចអាមេរិកអាចនឹងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុក៏ដូចជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបាទដូច្នោះហើយបានធ្វើឲ្យតម្លៃប្រាក់ដុល្លារក៏ដូចជាផ្សារពាក្យហ៊ុនក្នុងប្រទេសសហរដ្ឋអាមេរិកមានការធ្លាក់ចុះប្រទេសមួយចំនួនដែលធ្លាប់តែកាន់លុយដុល្លារក៏បែរលក់លុយដុល្លារចេញធ្វើឲ្យគាត់យកលុយទាំងអស់នោះទៅទិញមាសទៅទិញសញ្ញាប័ណ្ណផ្សេងទៅតាមបណ្ដាប្រទេសផ្សេងដូច្នោះហើយគឺយើងឃើញថាតម្លៃមាសជាការរួមចំណែកមួយរុញច្រានឲ្យតម្លៃមាសមានការកើនឡើងខ្លាំងមួយចំណុចទៀតតាក់ទងនឹងការទិញមាសពីបណ្ដាធនាគារជាតិទូទាំងពិភពលោកដែលគាត់ឃើញហានិភ័យទៅលើសង្គ្រាមទៅលើវិបត្តិសេដ្ឋកិច្ចដែលលោក Donald Trump នេះគាត់ដាក់ចេញជាគោលនយោបាយនេះមកដើម្បីការពារអតិផរណាផងដើម្បីរក្សាទ្រព្យសុវត្ថិភាពផងដើម្បីទប់ទល់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចនឹងអាចនឹងប៉ះពាល់ទៅលើប្រទេសគាត់ផងបាទនេះជាការទិញមាសបន្ថែមទៀតធ្វើឲ្យតម្លៃមាសកាន់តែខ្លាំងក្លាបន្ថែមទៀតហើយក៏ដូចជាមួយចំណុចទៀតក៏ដូចជាភាពមិនច្បាស់លាស់ទៅលើផ្នែកទៅលើសង្គ្រាមដែលមិនទាន់មានសញ្ញាណាដែលបញ្ចប់ជាស្ថាពរទៅលើខាងសង្គ្រាមរុស្ស៊ីរវាងអ៊ុយក្រែនហើយនិងមជ្ឈិមបូព៌ាបាទអញ្ចឹងកត្តាធំទាំង3ចំណុចនេះហើយដែលធ្វើឲ្យតម្លៃមាសផ្ទុះឡើងខ្លាំងបាទហើយបើយើងក៏លេខទៅមើលដូចបានបង្ហាញខាងលើហ្នឹងយើងទៅលេខទៅមើលផ្សារពាក្យហ៊ុនរបស់សហរដ្ឋអាមេរិកដែលវិនិយោគិនធំតែងតែយកលុយធ្វើការទិញលក់បង្កើនទ្រព្យឬក៏បង្កើនតម្លៃលុយរបស់គាត់ហ្នឹងឃើញថាមានការថមថយខ្លាំងមែនទែននេះហើយដែលជាកត្តាគេដកលុយចេញពីផ្សារពាក្យហ៊ុនមកធ្វើការទិញលក់ទៅលើវិស័យផ្សេងនៅក្នុងនោះមានមាសមួយដែរបាទជាចុងក្រោយតើលោកវិភាគយ៉ាងណាដែរតើតងជាមួយនឹងតម្លៃមាសនេះពេលអនាគតថាតើវានឹងបន្តឡើងឬក៏ចុះមកក្នុងតម្លៃណាមួយបើផ្ដោតទៅលើកត្តាព័ត៌មានទាំងនេះបាទអរគុណលោករដ្ឋីបាទបើយើងក៏លេខទៅលើកត្តាដែលធ្វើឲ្យតម្លៃមាសឡើងទាំងប៉ុន្មានចំណុចខាងលើមិញនេះយើងឃើញថាកាលណាដែលកត្តាទាំងអស់នោះត្រឡប់មកភាពធូរស្រាលវិញយើងឃើញថាតម្លៃមាសក៏អាចនឹងធ្លាក់ថ្លៃក្នុងតម្លៃណាមួយដែរឧទាហរណ៍ជាក់ស្ដែងនឹងពន្ធរបស់លោក Donald Trump នឹងសម្របសម្រួលក៏ដូចជាមានការចរចាណាមួយប្រសើរឡើងវិញដែលมันធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកក៏ដូចជាសេដ្ឋកិច្ចពិភពលោកយើងឃើញថាតម្លៃមាសនឹងអាចថមថយត្រឡប់មកវិញបាទកត្តាបន្ថែមទៀតនោះគឺបច្ចុប្បន្នភាពនៃសង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីបើកាលណាដែលព័ត៌មានចេញជាផ្លូវការថារវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន
បត់ជប់បាញ់គ្នាចេញជាស្ថាពរហើយឬក៏លែងមានអីបន្តទៀតហើយយើងឃើញតែតម្លៃមាសក៏អាចថបថយមកវិញដូចគ្នាដែរបាទហើយក៏យើងនៅមានព័ត៌មានចុងក្រោយមួយទៀតតាក់ទងនឹងការដំឡើងអត្រាការប្រាក់របស់ឬក៏ទម្លាក់អត្រាការប្រាក់ឬក៏រក្សាដដែលរបស់សហរដ្ឋអាមេរិកបើកាលណាសហរដ្ឋអាមេរិកបច្ចុប្បន្ននេះសហរដ្ឋអាមេរិកកំពុងតែបន្តក្នុងការកាត់អត្រាការប្រាក់របស់គាត់អញ្ចឹងហើយបើកាលណាដែលគាត់ឈប់កាត់វិញបង្ហាញថាលុយដុល្លារនឹងអាចស្ទុះឡើងខ្លាំងឬក៏គាត់ដល់វគ្គគាត់ពិចារណាថាអូខេឈប់កាត់អត្រាការប្រាក់ហើយដល់វគ្គក្នុងការនិយាយគ្នាតាក់ទងនឹងតម្លើងអត្រាការប្រាក់តបទៅវិញយើងឃើញថាសន្ទុះលុយដុល្លារអាចនឹងកើនឡើងខ្លាំងហើយតម្លៃមាសក៏អាចថមថយទៅវិញដូចគ្នាដែរបាទអរគុណលោករដ្ឋាបាទសូមអរគុណលោកធីរ៉ូមសម្រាប់ចម្លើយដ៏ក្បោះក្បាយខាងលើនេះបាទទស្សនិកជនជាទីគោរពយើងចូលទៅដល់វាគ្មិនសំខាន់មួយរូបទៀតនោះគឺលោកចិនប៊ុនថេងដែលជាអ្នកជំនាញផ្នែកបច្ចេកទេសបាទសូមជំរាបសួរលោកប៊ុនថេងបាទជំរាបសួរលោករដ្ឋាបាទលោកប៊ុនថេងឥឡូវនេះបច្ចុប្បន្នតម្លៃមាសនោះគឺប្រែប្រួលដល់កម្រិតណាស់ហើយបាទលោករដ្ឋាបច្ចុប្បន្ននេះយើងឃើញថាតម្លៃមាសគឺបានកើនឡើងដល់កម្រិត$3,650ក្នុងមួយតម្លឹងហើយបាទអរគុណលោកប៊ុនថេងខ្ញុំចង់សួរបន្ថែមទៀតថាតកតងជាមួយនឹងកត្តាបច្ចេកទេសតើលោកគិតថាតម្លៃមាសអាចកើនឡើងដល់កម្រិតណាហើយតម្លៃណាដែលយើងគួរតែធ្វើការទិញបាទបើសិនជាយើងមើលតាមបច្ចេកទេសពេលបច្ចុប្បន្ននេះសម្រាប់តម្លៃហាងឆេងមាសខ្ញុំគិតថារយៈពេលខ្លីអាចនឹងមានការលក់ចុះមកវិញខ្លះជាងកម្រិតបច្ចុប្បន្ននេះខ្ញុំអត់ចង់ឲ្យបងប្អូនធ្វើការទិញទេយើងចាំឲ្យវាធ្លាក់ដល់កម្រិតប្រមាណ$2,978ក្នុងមួយអោនឬក៏$3,586ក្នុងមួយតម្លឹងអាហ្នឹងកម្រិតទី1ដែលយើងត្រៀមទិញហើយយើងមានមួយកម្រិតទៀតដែលយើងអាចធ្វើការត្រៀមទិញបានដូចគ្នាគឺនៅកម្រិតប្រមាណ$2,930ក្នុងមួយអោនឬក៏$3,530ក្នុងមួយតម្លឹងអញ្ចឹងយើងអាចត្រៀមចាំទិញពីកម្រិតហ្នឹងទៅបាទសូមអរគុណវាគ្មិនទាំងពីររូបរបស់យើងក្នុងការចែករំលែកចំណេះដឹងដ៏វិសេសវិសាលជូនទៅដល់ទស្សនិកជនរបស់យើងបាទដូច្នេះកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យរបស់យើងសូមស្លេះត្រឹមតែប៉ុណ្ណឹងសន្យាថានឹងជួបគ្នាម្ដងទៀតនៅពេលបន្ទាប់គណៈពេលនេះខ្ញុំបាទរិទ្ធីនិងវាគ្មិនទាំងពីររូបសូមអរគុណនិងសូមជម្រាបលា